ក្មេងម្នាក់នេះឈួតហើយមែនទេយក500យន្តទាំងអស់ទៅទិញនាឡិកាអេឡិចត្រូនិកប្អូនប្រុសឯងដឹងទេថាការនាំចូលទំនិញខ្លាចបំផុតគឺអ្វីទើបតែចេញក្រៅលើកដំបូងមែនទេចិត្តមិនតូចទេតើ500យន្តទិញទំនិញទាំងអស់បើបាត់តាមផ្លូវត្រូវគេបោកឬលក់មិនដាច់ឯងសំបីតែលុយជិះឡានទៅផ្ទះវិញក៏គ្មានដែរទាបបំផុតប៉ុន្មានឯងចង់បានប៉ុន្មានយកទាំងអស់យកទាំងអស់ប្អូនប្រុសនាឡិកាបាច់នេះខ្ញុំមាន120គ្រឿងឯងអាចយកអស់ទេខ្ញុំយក100គ្រឿង20គ្រឿងដែលនៅសល់ជួយថែមឲ្យខ្ញុំមកក្មេងនេះចេះថ្លៃទៀតស្បែកមុខក្រាស់ណាស់តើនាឡិកា100គ្រឿងតម្លៃបោះដុំ 5.2 យន្ត1គ្រឿង500យន្តរបស់ឯងនេះមិនគ្រប់ទេខ្ញុំឲ្យតែ500ទេប៉ុន្តែខ្ញុំចង់ឲ្យបងថែមនាឡិកាមានខ្ចោះ20គ្រឿងទៀតនិងក្រដាសតម្លៃបោះដុំនៅផ្សាររបស់បងមួយសន្លឹកទៀតឯងយកក្រដាសតម្លៃបោះដុំធ្វើអីជួបការត្រួតពិនិត្យតាមផ្លូវខ្ញុំត្រូវបង្ហាញថាទំនិញនេះមិនមែនលួចគេមកទេម្យ៉ាងទៀតពណ៌សម្បកក្រៅនាឡិកាបាច់នេះរបស់បងញញៃពេកលក់នៅភាគខាងត្បូងមិនដាច់ទេប៉ុន្តែនៅទីប្រជុំជនភាគខាងជើងវាប្លែកភ្នែកឲ្យតែពណ៌ឆើតឆាយរឹតតែមានអ្នកទិញបងទុកនៅទីនេះមិនស្មើនឹងឲ្យខ្ញុំឡើយឯងមកពីណាភាគពីឆ្ងាយម្លេះអីចឹងហើយបានជាខ្ញុំមិនចង់មកអាសាបងព្រម500ឲ្យឯងចុះប៉ុន្តែខ្ញុំរំលឹកឯងការលក់ទំនិញមិនមែនពឹងលើមាត់ឡើយបើឯងលក់មិនដាច់លើកក្រោយគុំយំត្រឡប់មកវិញឲ្យសោះលក់មិនដាច់ជារឿងរបស់ខ្ញុំលក់ដាច់លើកក្រោយខ្ញុំនឹងមករកបងទៀតខ្ញុំឈ្មោះហ្វឹងឈីវឡានបើឯងពិតជាលក់ដាច់មែនលើកក្រោយខ្ញុំនឹងឲ្យតម្លៃទាបជាងនេះអូឆាងឈុនប្អូនប្រុសតាមផ្លូវប្រយ័ត្នប្រយែងផងក្នុងកាតាបឯងមានដាក់អីហ្នឹងសុទ្ធតែសៀវភៅម្នាក់ឯងធ្វើដំណើរឆ្ងាយម្លេះនាឡិកានេះឯងទិញអីណាមកពីភាគខាងត្បូងម៉ូដថ្មីតម្លៃប៉ុន្មាន12ថ្លៃម្លេះអាចភ្លឺទៀតនាឡិកានេះទាន់សម័យណាស់ខ្ញុំធ្វើការរៀបអិតបើពាក់របស់នេះប្រកាសជាមានដំបូងបង្អស់12យន្ត1គ្រឿងបើទិញ2គ្រឿង22យន្តបើខូចអាចយកមកបដូរវិញក្នុងរយៈពេល3ថ្ងៃបានឯងលក់នៅណាថ្ងៃនេះនៅក្បែរច្រកចូលស្ថានីយ៍នាឡិកាអេឡិចត្រូនិកម៉ូដថ្មីពីភាគខាងត្បូងមានភ្លើងភ្លឺមាននាឡិកាចុចម៉ោងបុណ្យចូលឆ្នាំទៅសួរសុខទុក្ខបងប្អូនពាក់ទៅមានមុខមាត់ណាស់ទើបតែចាប់ផ្ដើមរកស៊ីតូចតាចមិនលក់ជំពាក់ឡើយថ្ងៃនេះបងមិនទិញក៏មិនអីដែរថ្ងៃស្អែកខ្ញុំនៅតែទីនេះអ្នកថ្មីមែនទេលក់នាឡិកាតំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំលក់ដូរបានតែត្រូវបង់20យន្តមានសម្បត្តិគ្រប់គ្រងផ្សារទេសម្បត្តិអីបើបងជាអ្នកគ្រប់គ្រងផ្សារយកសម្បត្តិមកបង្ហាញមកបើមិនមែនទេហេតុអ្វីខ្ញុំត្រូវបង់ឲ្យបងកូនប្រុសឯងក្អេងក្អាងណាស់តើលោកពូការិយាល័យគ្រប់គ្រងផ្សារណៃណានៅខាងនោះព្រមអីចឹងពួកយើងទៅសួរជាមួយគ្នាទេមិនបាច់ទេស៊ីមែនមានខួរក្បាលល្អមិនវីតបផ្ដេសផ្ដាស់ហើយក៏មិនឲ្យលុយផ្ដេសផ្ដាស់ដែរខ្ញុំចង់ទិញជូនបងប្រុសខ្ញុំថ្ងៃស្អែកគាត់ត្រូវទៅភាគខាងត្បូងធ្វើការហើយប្រាប់គាត់ឲ្យប្រុងប្រយ័ត្នតាមផ្លូវផងចាំងឈួនឲ្យកូនឯងនេះចេញមកប្រឹងរកលុយក៏មិនប្រាប់អ្នកផ្ទះសោះគឺថាឯងលក់នាឡិកាចំណេញបានច្រើនណាស់មែនទេតោះទៅផ្ទះជាមួយមីងទៅទុកលុយនៅខ្លួនឯងវាមិនសុវត្ថិភាពទេលុយរបស់ខ្ញុំទុកខ្លួនឯងចង់មានន័យថាម៉េចស្លាប់រឹងហើយមែនទេមិនមែនស្លាប់រឹងទេគឺខ្ញុំទើបតែដឹងថាលុយត្រូវទុកនៅក្នុងដៃអ្នកណាទើបមិនត្រូវគេយកទៅបាត់អ្នកណាគេឈ្មោះគូចាំងឈួនឃើញទេលក់ដូរមានរឿងហើយតើ
លោកប៉ូលីសពួកយើងមិនស្គាល់គេទេគេលក់ដូរផ្ដេសផ្ដាសដោយខ្លួនឯងទេ ម្សិលមិញមានអ្នកទិញនាឡិការបស់ប្អូនគេថាគុណភាពល្អណាស់ផ្សាររបស់យើងបំរុងនឹងធ្វើការចុះឈ្មោះទោបបណ្ដោះអាសន្នបើប្អូននៅតែលក់ទៀតត្រូវធ្វើតាមនីតិវិធីច្បាប់លក់ដូរដោយស្របច្បាប់កុំឲ្យគេឆ្លៀតឱកាសលួចបន្លំអរគុណចាំងជួនអញទៅណាទៅខាងត្បូងទៅយកអីវ៉ាន់លើកទី2អញម្នាក់ឯងមានសមត្ថភាពអីទៅនាំខ្ញុំទៅផងអញចង់រកលុយជាមួយខ្ញុំមែនទេខ្ញុំជាបងជីដូនមួយអញរកលុយបានត្រូវតែនាំខ្ញុំទៅដែរហើយអញហ៊ានទូទាត់បញ្ជីជាមួយអ្នកទេចាប់ពីថ្ងៃនេះទៅអ្នកណាដែលនិយាយរឿងមនោសញ្ចេតនាខ្ញុំនឹងគិតលុយជាមួយអ្នកនោះមនោសញ្ចេតនាមិនមែនជាលេសសម្រាប់ពួកអញដណ្ដើមគ្នាទៅវិញទៅមកទេគូចាំងជួនបើអញហ៊ានបោះបង់ការសិក្សាទៅរកស៊ីលក់ដូរខ្ញុំនឹងចាត់ទុកថាគ្មានសិស្សដូចអញទេលទ្ធផលសិក្សារបស់អញមិនអន់ទេត្រមួយឆ្នាំទៀតបានការងាររដ្ឋធ្វើមិនល្អជាងអញចេញទៅធ្វើជាអ្នកលក់ដូរក្រៅផ្លូវការទេអីលោកគ្រូការងាររដ្ឋពិតជាល្អមែនតែមិនមែនគ្រប់គ្នាសុទ្ធតែអាចរងចាំដល់ថ្ងៃទទួលបានវានោះទេអញកុំឲ្យលុយបន្តិចបន្តួចនៅចំពោះមុខធ្វើឲ្យងឹតភ្នែកអីការលក់ដូររកលុយបានលឿនតែហានិភ័យក៏ធំដែរឯងជាសិស្សម្នាក់យល់ដឹងអីពីទីផ្សារលោកគ្រូខ្ញុំមិនមែនដើរលេងផ្ដេសផ្ដាសទេទាំងនេះសុទ្ធតែឯងគិតឃើញខ្លួនឯងមែនទេបាទអញដឹងទេថាអ្នកដទៃមើលមកអ្នកលក់ដូរក្រៅផ្លូវការយ៉ាងម៉េចដឹងតើគេថាពួកយើងឆ្លៀតឱកាសកេងចំណេញពីការលក់ដូរមិនស្មោះត្រង់ចុះហេតុអីឯងនៅតែធ្វើលោកគ្រូខ្ញុំយល់ថាអ្នកលក់ដូរមិនមែនជាអ្នកឆ្លៀតឱកាសទេយ៉ាងហោចណាស់ក៏មិនមែនខ្ញុំដែរភាគខាងត្បូងមានទំនិញភាគខាងជើងមានអ្នកត្រូវការតាមតំបន់ឆ្នេរមានរបស់ថ្មីឯតំបន់ដាច់ស្រយាលចង់ទិញតែទិញមិនបានខ្ញុំយករបស់ទាំងនោះមកវិញលក់ដូរដោយស្របច្បាប់បិទតម្លៃច្បាស់លាស់មិនបោកប្រាស់អ្នកណានេះហៅថាការចរាចរទំនិញខ្ញុំមិនចង់លក់ដូរក្រៅផ្លូវការមួយជីវិតទេខ្ញុំចង់សន្សំលុយសិនចាំពេលសន្សំបានគ្រប់គ្រាន់ខ្ញុំនឹងបើករោងចក្របង្កើតម៉ាកយីហោផ្ទាល់ខ្លួនបើករោងចក្រឯងដឹងទេថាការបើករោងចក្រត្រូវចំណាយលុយប៉ុន្មានត្រូវមានច្បាប់អនុញ្ញាតត្រូវមានឧបករណ៍ត្រូវមានកម្មករមិនមែនត្រូវមានការបញ្ជាមិនបានទេចាំងជួនឯងមិនដូចក្មេងដទៃឡើយប៉ុន្តែដោយសារតែបែបនេះហើយទើបខ្ញុំបារម្ភខ្លាចឯងដើរផ្លូវរកលុយនេះដើរតែលឿនកាន់តែងាយស្រួលលោកគ្រូខ្ញុំនឹងគោរពច្បាប់នីតិវិធីដែលត្រូវធ្វើគឺខ្ញុំនឹងធ្វើថ្លៃចំណាយដែលត្រូវបង់គឺខ្ញុំនឹងបង់មិនលក់ទំនិញคล้ายៗមិនបោកប្រាស់អតិថិជននិងមិនជំពាក់លុយថ្លៃឈ្នួលកម្មករឡើយចងចាំពាក្យសម្ដីនៅថ្ងៃនេះទុកទៅថ្ងៃក្រោយបើឯងខ្លាចជាថៅកែពិតមែនកុំខ្លាចជាមនុស្សប្រភេទដែលឯងស្អប់ឲ្យសោះខ្ញុំនឹងចងចាំយ៉ាងយូរមួយឆ្នាំបើធ្វើទៅមុខមិនរួចត្រូវត្រឡប់មកសាលាវិញអរគុណលោកគ្រូយកទៅឯងមិនមែនចង់ទៅភៀកខាងត្បូងទេអីស្វែងយល់ពីវិស័យឧស្សាហកម្មនៅតាមតំបន់នានាឲ្យបានច្រើនកុំពឹងផ្អែកតែលើសេចក្តីក្លាហានតែម្យ៉ាងគូសៅខួននិយាយថាឯងចង់ទៅភៀកខាងត្បូងដើម្បីរកស៊ីមានបានមែនទេថយចេញឯងថាឲ្យថយគឺត្រូវថយមែនទេសុទ្ធតែជាសាច់ញាតិនាំគ្នារកលុយទៅឯងស៊ីម្នាក់ឯងមិនខ្លាចគេជិះតាមក្រោយទេអីចង់រកលុយមែនទេបានមែនឬម្នាក់យកដើមទុន500មកសិនថ្លៃធ្វើដំណើរចេញខ្លួនឯងបើខាតទំនិញត្រូវទទួលខុសត្រូវខ្លួនឯងបើចំណេញគឺបែងចែកតាមដើមទុនពួកយើងមាន500ឯណាមិនមែនឯងរកបានទេអីឯងជួយចេញមុនទៅមែនហើយនាំពួកយើងទៅរកលុយបែរជាឲ្យពួកយើងចេញលុយទៅវិញពួកឯងមិនមែនចង់សាកល្បងរកស៊ីទេពួកឯងចង់បានលុយខ្ញុំទេសោះកុំភ្លេចណាកាលពីតូចឯងធ្លាប់ស៊ីបាយផ្ទះយើងណាខ្ញុំរឹតតែចាំច្បាស់ខ្ញុំដងទឹកឲ្យជ្រូកស៊ី13ឆ្នាំចាំថាលុយដែលគ្រួសារគូផ្ញើមកពួកឯងមិនដែលចែកឲ្យខ្ញុំមួយកាក់មួយសេនឡើយចាំថាឯងដណ្ដើមសៀវភៅខ្ញុំហើយកិច្ចការផ្ទះខ្ញុំយកស្បែកជើងរងារបស់ខ្ញុំទៅដូរយកបារីឯងកុំមកទូទាត់បញ្ជីចាស់បើមិនទូទាត់បញ្ជីចាស់ពួកឯងមុខជាគិតថាខ្ញុំជំពាក់ពួកឯងរហូតហើយគូសៅខួនអាមនុស្សអេបសិលធរអ្នករាល់គ្នាឲ្យមកមើលណែកូនដែលខ្ញុំខំចិញ្ចឹមទាំងលំបាកលំបិនឥឡូវរកលុយបានបន្តិចបន្តួចបែរជាមិនស្គាល់សាច់ញាតិទៅវិញសៅខួនលើកនេះធ្វើមិនល្អមែនក្មេងមានលុយហើយងាយនឹងភ្លេចកំណត់ណាស់អូយកូនច្បងផ្ទះយើងដាច់បាយស្លាប់បាត់ទៅហើយឥឡូវកូនទី2លក់សម្បត្តិរកលុយបានខ្លះមិនឲ្យលុយផ្ទះមួយកាក់ទេថែមទាំងចង់ទៅភៀកខាងត្បូងសោយសុកទៀតអ៊ំស្រីអ៊ំថាអ៊ំចិញ្ចឹមខ្ញុំអីចឹងថ្ងៃនេះពួកយើងទូទាត់បញ្ជីគ្នានៅមុខអ្នករាល់គ្នាទៅចុះ
ខ្ញុំមកផ្ទះអ៊ំតាំងពីអាយុ6ឆ្នាំអាយុ7ឆ្នាំចាប់ផ្ដើមឲ្យជ្រូកស៊ីដងទឹករកអស់អាយុ9ឆ្នាំចាប់ផ្ដើមចុះស្រែច្រូតស្រូវអាយុ12ឆ្នាំចាប់ផ្ដើមទៅលីបាវអង្គរជំនួសអ៊ំប្រុសប៉ុន្មានឆ្នាំនេះគ្រួសារគូផ្ញើលុយថ្លៃចិញ្ចឹមរាល់ឆ្នាំខ្ញុំបានសួរប្រៃសណីហើយមានកំណត់ត្រាផ្ញើលុយខ្ញុំមិនមែនមិនដឹងគុណដែលចិញ្ចឹមខ្ញុំទេហើយក៏មិនមែនមិនឲ្យលុយសំបីតែមួយកាក់ដែរចាំខ្ញុំរកលុយបានលំនឹងសិនខ្ញុំនឹងសងថ្លៃហូបចុកស្នាក់នៅជាក់ស្ដែងឲ្យពួកអ៊ំវិញប៉ុន្តែលុយដែលគ្រួសារគូផ្ញើមកឲ្យខ្ញុំពួកអ៊ំក៏ត្រូវសងខ្ញុំតាមកំណត់ត្រាវិញដែរអ្នកណាជំពាក់អ្នកណាពួកយើងទូទាត់តាមបញ្ជី មនុស្សរមើលគុណ មនុស្សរមើលគុណគឺអ្នកដែលយកលុយគេហើយបែរជានិយាយថាខ្លួនឯងរងគ្រោះថ្នាក់ខ្លាំងទៅវិញច្រើនឆ្នាំមកនេះពួកយើងមិនដែលបានស្លៀកពាក់ខោអាវថ្មីម្ដងណាឡើយគូសៅខ្លួនឯងគុំគិតថាឲ្យតែរកលុយបានបន្តិចបន្តួចគឺអស់ចាឲ្យសោះជឿមិនជឿឯងគង់តែខាតបង់អស់មិនខានបើខាតខ្ញុំទទួលស្គាល់បើចំណេញក៏មិនចែកឲ្យមនុស្សលោភលន់ដែរអូយធ្វើការអីនៅទីក្រុងហ្នឹង ថ្លៃប៉ុន្មាន23រៀលថ្លៃពេកហើយនៅហាងលក់ទំនិញម៉ូដប្រហាក់ប្រហែលគ្នាតម្លៃជាង30ទៅហើយថែមទាំងគ្មានម៉ូដស្អាតបែបនេះទៀតបងអាចដើរមើលសិនទៅថ្ងៃនេះខ្ញុំនៅទីនេះរហូតនឹងខ្ចប់ឲ្យខ្ញុំមួយមកមើលស្មាកន្លែងនេះទៅស្រស់ស្អាតណាស់មករឹបរួមបន្តិចស្រួលធ្វើការទៀតពណ៌នេះមិនរើសមនុស្សទេថែមទាំងមិនងាយប្រឡាក់ទៀតលើកក្រោយមានម៉ូដនេះទុកឲ្យខ្ញុំមួយផង មានរបស់មនុស្សស្រីទេ អាចលក់បោះដុំធូរថ្លៃបន្តិចបានទេដើម្បីយកទៅលក់នៅតាមស្រុកស្រែ លិខិតណែនាំតែខ្ញុំសូមរំលឹកបងថៅកែចៅចរិតមិនសូវល្អទេគាត់មិនចូលចិត្តម៉ួយតូចតាចទេបើបងយកទំនិញមិនបានកុំបន្ទោសខ្ញុំណា បើរកទំនិញមិនបានក៏ប្ដូរទៅហាងផ្សេងគង់តែមានមួយហាងមិនខានគ្រាន់តែប្ដូរទៅកន្លែងផ្សេងទៅគង់តែមានមួយកន្លែងដែលព្រមសហការជាមួយអ្នកលក់ដូរជាក់ជាមិនខានលើកនេះគាត់មិនត្រឹមតែទៅយកអីវ៉ាន់នោះទេគាត់ចង់ស្វែងរកផ្លូវដើរមួយដែលធំជាងនេះនាឡិកាអេឡិចត្រូនិកអាចជួយឲ្យគាត់រស់រានមានជីវិតប៉ុន្តែសម្លៀកបំពាក់ទើបអាចជួយឲ្យគាត់ឈរជើងបានយ៉ាងពិតប្រាកដអ្នកប្រុសតូចខាងភាគពីផលមានដំណឹងមកថាគូឆាងឈួនយកលុយ500នោះទៅធ្វើជាអ្នករត់ពន្ធហើយអ្នករត់ពន្ធគាត់ពិតជាគិតថាខ្លួនឯងអាចផ្លាស់ប្ដូរជីវិតបានមែនទេតើត្រូវខ្វល់ទេមិនបាច់ទេបណ្ដោយឲ្យគាត់រញ៉េញ៉ៃទៅក្មេងជនបទម្នាក់ឲ្យតែរកលុយបានបន្តិចបន្តួចគឺចេះតែអួតអាងហើយចាំកាលណាគាត់ដួលគាត់នឹងដឹងដោយខ្លួនឯងថាកម្រិតគ្រួសារត្រកូលគូខ្ពស់ប៉ុណ្ណាគូឆាងឈួនមិនមែនចង់ចូលក្នុងគ្រួសារត្រកូលគូនោះទេលក់សម្លៀកបំពាក់បោះដុំចង់បានប៉ុន្មានអាវមើលអីវ៉ាន់សិនទៅនៅទីនេះការបោះដុំចាប់ពី50អាវឡើងទៅតើអាវធំមួយក្រុមនេះតម្លៃមួយប៉ុន្មាន12ថ្លៃពេកហើយតើអ្នកដឹងទេថាថ្លៃកណ្ដាលប៉ុន្មានថ្លៃខ្សែរ៉ូប៉ុន្មានថ្លៃឈ្នួលកម្មករអស់ប៉ុន្មានគ្រាន់តែថាពីបន្ថែមថ្លៃ30%ដល់រដូវកាលរៀងរដូវស្លឹកឈើជ្រុះនៅភាគខាងជើងប៉ុន្តែមាត់ដៃអាវធំពេកពាក់ទៅមើលទៅមិនសូវស្អាតទេស្មាក៏ទូលីដែរមនុស្សវ័យក្មេងមិនចូលចិត្តទេពណ៌នេះមិនងាយប្រឡាក់ទេប៉ុន្តែវាមិនសូវភ្លឺច្បាស់ទេអីវ៉ាន់មួយក្រុមនេះរបស់អ្នកពិបាកលក់ណាស់នៅភាគខាងត្បូងពណ៌ខ្មៅលក់ដាច់ប៉ុន្តែចំនួនមិនសូវច្រើនទេយុវវ័យសម័យឥឡូវចូលចិត្តភាពទាន់សម័យបើស្រអពេកមើលទៅហាក់បីដូចជាមិនស្រស់ស្រាយទេពណ៌ខៀវចាស់លក់ដាច់បំផុតប្រសិនបើអ្នកអាចបង្រួមស្មាមួយអ៊ីងរួមទាំងកែសម្រួលមាត់ដៃអាវឲ្យតូចជាងមុនបន្ថែមលេបលម្អពីទៀតខ្ញុំនឹងយកថែមតើអ្នកមកពីណាភាគពីឆ្ងាយណាស់នេះសោះតើអ្នករត់ពន្ធអីវ៉ាន់ម្នាក់ឯងមែនទេខ្ញុំធ្លាប់លក់នាឡិកាអេឡិចត្រូនិកលក់អស់ជា100គ្រឿងក្នុងរយៈពេល2-3ថ្ងៃនាឡិកាអេឡិចត្រូនិកនិងសម្លៀកបំពាក់មិនដូចគ្នាទេសម្លៀកបំពាក់បើសល់លេខនិងសល់ពណ៌លក់មិនចេញវានឹងក្លាយជាគំនរកណាត់ហើយតើអីវ៉ាន់មួយក្រុមនេះរបស់អ្នកសល់យូរប៉ុណ្ណាហើយនាងពិតជាចេះណែនាំមែនតើអ្នកចង់យកបែបណាពណ៌ខៀវចាស់40អាវពណ៌បៃតងទីហ៊ាន30អាវពណ៌ខ្មៅ20អាវសរុបទាំងអស់90អាវតម្លៃ$10មិនអាចទៅរួចទេ$12ជាតម្លៃទាបបំផុតហើយខ្ញុំមិនឲ្យអ្នកខាតទេខ្ញុំអាចបង់មុន800ចំណែកប្រាក់ដែលនៅសល់ក្នុងចំណោមអីវ៉ាន់100អាវខ្ញុំនឹងទូទាត់ពេលក្រោយមកទៀតជំពាក់លុយតើអ្នកគិតថាខ្ញុំល្ងងមែនទេខ្ញុំមិនមែនជំពាក់ទេគឺខ្ញុំកំពុងទិញឱកាសសហការគ្នាសម្រាប់លើកក្រោយអីវ៉ាន់មួយក្រុមនេះរបស់អ្នកទុកចោលគឺខាត់កន្លែងឃ្លាំងខាត់កម្លាំងពលកម្មនិងខាត់សាច់ប្រាក់ខ្ញុំនឹងជួយយកវាទៅសាកល្បងនៅទីផ្សារភាគខាងជើងឲ្យបើយើងលក់ដាច់លើកក្រោយខ្ញុំនឹងយក300អាវបើលក់មិនដាច់ខ្ញុំទទួលខុសត្រូវខាត់បង់ដោយខ្លួនឯងតើអ្នកយកអ្វីមកធ្វើឲ្យខ្ញុំជឿជាក់លើអ្នក
អ្នកមិនចាំបាច់ជឿជាក់លើរូបខ្ញុំនោះទេអ្នកគ្រាន់តែជឿជាក់លើបញ្ជីកណេឲ្យទៅបានហើយ$10 5កាក់$10ហើយថែមអាវគំរូដែលមានបញ្ហាបន្តិចបន្តួចឲ្យខ្ញុំ10អាវទៀតមកអូនឯងនេះចង់បានច្រើនគួរសម្ដាសោះភ្លើខ្ញុំឆ្ងាយបើមានអាវគំរូច្រើនជាងមុនមួយអាវនោះនឹងមានអតិថិជនច្រើនជាងមុនម្នាក់ត្រូវចាំថាប្រសិនបើលក់ដាច់លើកក្រោយគុំរំលងខ្ញុំឲ្យសោះការសហការគឺត្រូវមានច្បាប់ទម្លាប់ខ្ចប់ធំយ៉ាងនេះមិនអាចរំលងបានទេនេះហៅថាទិញសម្បត្តិអីវ៉ាន់បន្ថែមតាមការកំណត់អ្នករត់ពន្ធនៅតែជាអ្នករត់ពន្ធមានវាសនាត្រឹមតែលីសែងប៉ុណ្ណោះតើអ្នកចង់បង្កើតម៉ាកយីហោផ្ទាល់ខ្លួនទៀតមែនទេសាកល្បងសិនទៅសម្លៀកបំពាក់អាចលក់ដាច់គឺល្អណាស់ទៅហើយនៅខ្វល់ពីរឿងម៉ាកយីហោទៀតតើអ្នកថតរូបនេះធ្វើអ្វីលក់អីវ៉ាន់អូហូធ្វើការនៅក្នុងទីក្រុងបាត់ទៅហើយតម្លៃប៉ុន្មានដែរ23ថ្លៃពេកហើយម៉ូដប្រហាក់ប្រហែលគ្នានៅក្នុងហាងទំនិញតម្លៃជាង30ទៅហើយថែមទាំងមិនស្អាតដូចម៉ូដនេះផងអ្នកអាចដើរមើលមួយជុំសិនទៅថ្ងៃនេះខ្ញុំនៅទីនេះរហូតនឹងបងអាចទៅដើរលេងសិនទៅខ្ញុំនៅទីនេះថ្ងៃនេះខ្ចប់ឲ្យខ្ញុំផងមើលស្មារបស់អ្នកនៅទីនេះវាស្អាតណាស់មើលទៅមានរបៀបរៀបរយដៃអាវរួញបន្តិចងាយស្រួលធ្វើការពណ៌នេះមិនរើសមនុស្សទេហើយធន់នឹងស្នាមប្រឡាក់ទៀតលើកក្រោយមានម៉ូដនេះទុកឲ្យខ្ញុំមួយផងតើមានរបស់នារីទេតើអាចបញ្ចុះតម្លៃបន្តិចបានទេដើម្បីយកទៅលក់បន្តនៅជនបទលក់អស់ហើយលក់អស់ហើយលឿនម្លេះពណ៌ខៀវក្រមៅលក់ដាច់បំផុតពណ៌បៃតងទីហ៊ានបន្ទាប់មកទៀតពណ៌ខ្មៅលក់យឺតបុរសអាយុ20ដល់35ឆ្នាំជាអតិថិជនចម្បងតម្រូវការនៅតាមទីរួមស្រុកនិងតំបន់ដែលមានទំហំធំលើកក្រោយខ្ញុំចង់បាន300អាវតើបងអាចលក់អស់ទេលក់អស់នៅតែតម្លៃដើមមែនទេលើកនេះខ្ញុំចង់កែសម្រួលម៉ូដការកែសម្រួលម៉ូដត្រូវបន្ថែមលុយធ្វើតាមនេះស្មាខិតចូលបន្តិចដៃអាវតូចជាងមុនបន្តិចខ្សែកូតបដូរទៅជាប្រភេទរលូនជាងមុននិងបន្ថែមផ្លាកសញ្ញានៅលើទ្រូងតើបងពិតជាចង់បង្កើតប្រេនមែនទេមិនមែនគ្រាន់តែចង់ទេគឺត្រូវតែធ្វើការលក់បន្តអាចរកលុយបានលឿនប៉ុន្តែអ្នកផ្សេងក៏អាចធ្វើបានដែរទំនិញមិនមែនជារបស់ខ្ញុំតម្លៃមិនមែនជារបស់ខ្ញុំម៉ូដមិនមែនជារបស់ខ្ញុំមានតែប្រេនមួយគត់ដែលជារបស់ខ្ញុំសម្មិត្តយើងជាគ្រួសារតែមួយសត្វតូចនោះពិតជាពួកយើងចិញ្ចឹមតាំងពីតូចមែនចុះលុយដែលគ្រួសារគូផ្ញើមកតើពួកអ្នកបានទទួលជំនួសទេនោះមកពីការចំណាយក្នុងផ្ទះវាច្រើនពេកខ្ញុំមិនទាមទារឲ្យដោះស្រាយចំនួននៅថ្ងៃនេះទេប៉ុន្តែខ្ញុំសូមឲ្យពួកគេបញ្ឈប់ការរំខានដល់ការរកស៊ីប្រសិនបើនៅតែបន្តបង្កាច់បង្ខូចមិនសងទំនិញនិងបំផ្លិចបំផ្លាញហាងខ្ញុំនឹងប្តឹងប៉ូលីសជាផ្លូវការនិងចាត់វិធានការតាមផ្លូវច្បាប់សំហេតុផលតើបងពិតជាចង់ធ្វើបាបគ្នាដល់ថ្នាក់នេះមែនទេការគោរពច្បាប់មិនមែនហៅថាធ្វើបាបគ្នាទេកាលពីមុនពួកអ្នកមិនគោរពច្បាប់ព្រោះខ្ញុំនៅក្មេងពេកឥឡូវនេះមិនបានទៀតទេកណេឲ្យត្រូវតែច្បាស់លាស់ទី2ទំនិញត្រូវតែពិតប្រាកដទី3ត្រូវពន្យល់អតិថិជនឲ្យច្បាស់លាស់មិននិយាយបំភ្លើសមិនបោកប្រាស់ថៅកែគូបងមិនដូចជាអ្នកលក់បន្តទេដូចជាអ្វីវិញ like to do big things មិនមែនដើម្បីបង្ហាញឲ្យគ្រួសារគូមើលទេមិនមែនដើម្បីឲ្យមានស្ទាយក្រោយទេគឺដើម្បីកុំឲ្យខ្លួនឯងក្នុងឆាកជីវិតនេះត្រូវអន់ក្បាលដោយសារសម្ដីរបស់អ្នកណាឡើយខ្លាយជាថៅកែហើយមែនទេមិនឲ្យជំពាក់ទេធ្វើអាជីវកម្មនៅកន្លែងតូចបើមិនឲ្យជំពាក់តើអ្នកណាទិញគឺហាងនេះឯងលើកមុនខ្ញុំទិញអាវធំនេះពាក់ទៅមើលខ្លួនម្ដាយរបស់ខាងស្រីបានសរសើរថាស្អាតនិងមានរបៀបរៀបរយទៀតផងក្នុងរយៈពេល7ថ្ងៃប្រសិនបើមានបញ្ហាដែលមិនមែនក៏អាចដូរបានដែរបានប៉ុន្តែសូមកុំពាក់ចុះអណ្ដូងរ៉ែរហូតដល់រហែកទើបយកមកបដូរឲ្យសោះលក់ដុំចាប់ពី10អាវឡើងទៅទូទាត់លុយភ្លាមបានអីវ៉ាន់ភ្លាមពួកយើងសុទ្ធតែជាអ្នករកស៊ីដូចគ្នាតែមានកន្លែងណាដែលមិនឲ្យជំពាក់នោះលុយទិញទំនិញរបស់ខ្ញុំក៏មិនមែនជំពាក់គេដែរខ្ញុំទិញដោយលុយសុទ្ធនិងលក់ដោយលុយសុទ្ធបើបងអាចគោរពច្បាប់បានពួកយើងអាចសហការគ្នាយូរអង្វែងប្រសិនបើបងធ្លាប់តែជំពាក់បងអាចទៅហាងផ្សេងបាន
គូសៅឈៀងមកទិញខោអាវមែនទេខ្ញុំជាបងជីដូនមួយរបស់ឯងមកទិញស្អីយកឲ្យខ្ញុំ50អាវមក50អាវតម្លៃបោះដុំមួយអាវ19រៀលសរុបទាំងអស់950ឯងទារលុយពីខ្ញុំមែនទេនេះជាហាងទិញទំនិញត្រូវតែឲ្យលុយខ្ញុំជួយឯងលក់អស់ទៅឲ្យលុយតាមក្រោយចុះបើលក់មិនអស់មិននឹងអាចលក់មិនអស់ទៅបើលក់មិនអស់លក់មិនអស់ទេតើវាអាចទៅរួចយ៉ាងដូចម្ដេចដែលថាលក់មិនអស់បើលក់មិនអស់បងអាចយកមកដូរវិញបានពួកយើងសុទ្ធតែជាសាច់ញាតិហើយអ្វីបានជាបងគិតគូច្បាស់លាស់ម្ល៉េះសាច់ញាតិកាន់តែត្រូវគិតច្បាស់ដើម្បីកុំឲ្យមានរឿងទាស់ទែងគ្នានៅថ្ងៃក្រោយឥឡូវនេះថៅកែគូបើករកធំណាស់សំបីតែបងជីដូនមួយសុំយកអីវ៉ាន់ពី3មុខក៏មិនបានដែរសូមអ្នកទាំងអស់គ្នាជួយកាត់សេចក្តីផងគ្រួសារខ្ញុំបានចិញ្ចឹមគេអស់រយៈពេល13ឆ្នាំឥឡូវនេះគេមានបានខ្ញុំយកអីវ៉ាន់បន្តិចបន្តួចទៅជួយលក់គេបែរជាទារលុយពីខ្ញុំទៅវិញបើបងចង់និយាយជាសាធារណៈពួកយើងនឹងកិននាវាជាសាធារណៈនៅក្នុងឆ្នាំ1981គ្រួសារគូបានផ្ញើប្រាក់ចំនួន240យន់ថ្លៃសិក្សារបស់ខ្ញុំនៅឆ្នាំនោះគឺ12យន់តើប្រាក់ដែលនៅសល់ទៅណាអស់ហើយឯងកុំមកនិយាយរឿងមិនសមហេតុផលទាំងនេះនៅក្នុងឆ្នាំ1983គ្រួសារគូបានផ្ញើប្រាក់ចំនួន300យន់នាវាចិញ្ចឹមឆ្នាំនោះខ្ញុំត្រូវពាក់អាវចាស់ដែលបងបោះចោលតែបងបែរជាបានទិញអាវរងាថ្មីតើប្រាក់ទាំងនោះទៅណាអស់ហើយបើបងហ៊ានរករឿងខ្ញុំម្ដងទៀតខ្ញុំនឹងហៅសន្តិសុខផ្សារនិងប៉ូលីសមកឥឡូវនេះបើបងចង់បានអីវ៉ាន់គឺបានត្រូវយកលុយមកបើបងចង់និយាយពីគុណូបការៈនៃការចិញ្ចឹមបីបាច់ក៏បានដែរគឺយកបញ្ជីមកនិយាយគ្នាបើបងចង់បង្កចំនួនរឹតតែបានពួកយើងនឹងដោះស្រាយតាមច្បាប់ល្អណាស់ឯងចាំមើលទៅស៊ូបានជាមានបានហើយមិនស្គាល់សាច់ញាតិសោះតែគ្រួសារម្ដាយមីងរបស់នាងពិតជាមិនត្រឹមត្រូវមែនបើគិតបែបនេះទៅតើនរណាជំពាក់នរណាពិតប្រាកដនោះគឺមិនទាន់ដឹងច្បាស់ទេមិនអីទេការទាស់ទែងគ្នារវាងសាច់ញាតិគឺមិនល្អឡើយឬមួយក៏បងឲ្យនាងជំពាក់ពីអ្វីខ្លះទៅតែនាងបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់បងណាស្រាប់ទៅថ្ងៃស្អែកអ្នករាល់គ្នានឹងគិតថាបើមិនយកគឺខាត់ហើយកេរ្តិ៍ឈ្មោះមិនមែនរក្សាបានដោយសារការយកយកនោះទេគឺរក្សាបានដោយសារការពិតគុណូបការៈនៃការចិញ្ចឹមបីបាច់ខ្ញុំទទួលស្គាល់តែការកេងប្រវ័ញ្ចប្រាក់កាសរបស់ខ្ញុំក៏ត្រូវតែទទួលស្គាល់ដែរចាប់ពីថ្ងៃនេះទៅជនណាដែលយកឈ្មោះជាសាច់ញាតិមកជំពាក់អីវ៉ាន់បង្កចំនួនឬបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុនកាត់ដេរឆាងឈួននឹងដោះស្រាយទៅតាមផ្លូវច្បាប់តាមពិតទៅគ្រួសារគូតែងតែផ្ញើលុយមកសោះគ្រួសារម្ដាយមីងរបស់គេពិតជាមិនត្រឹមត្រូវមែនបើគិតបែបនេះទៅតើនរណាជំពាក់នរណាពិតប្រាកដនោះគឺមិនទាន់ដឹងច្បាស់ទេបើមានចំនួនគឺអាចដោះស្រាយសម្របសម្រួលបានតែមិនត្រូវបំផ្លាញទីតាំងអាជីវកម្មឬគំរាមកំហែងដល់អាជីវករឡើយសៅសិនពិតជាពួកយើងចិញ្ចឹមបីបាច់រហូតដល់ធំមែនចុះប្រាក់ដែលគ្រួសារគូផ្ញើមកតើអ្នកទាំងអស់គ្នាបានទទួលដែរឬទេរឿងនោះគឺដោយសារតែការចំណាយក្នុងផ្ទះវាច្រើនពេកពួកយើងជាគ្រួសារតែមួយតើខ្ញុំមិនទាមទារឲ្យដោះស្រាយបញ្ជីចាស់នៅថ្ងៃនេះទេតែខ្ញុំសូមឲ្យពួកគេបញ្ឈប់ការរំខានដល់ការរកស៊ីរបស់ខ្ញុំប្រសិនបើនៅតែបន្តបំផ្លាញកេរ្តិ៍ឈ្មោះជំពាក់អីវ៉ាន់មិនសងឬបង្កការខូចខាតដល់ហាងខ្ញុំនឹងប្តឹងទៅប៉ូលីសនិងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីទាមទារសំណងស៊ូបានស៊ីអញពិតជាចង់ធ្វើបាបគ្នាដល់ថ្នាក់នេះមែនទេការគោរពតាមច្បាប់មិនមែនហៅថាធ្វើបាបគ្នានោះទេកាលពីមុនបងមិនគោរពច្បាប់គឺដោយសារតែខ្ញុំនៅក្មេងពេកតែឥឡូវនេះគឺមិនបានទៀតឡើយបញ្ជីត្រូវតែច្បាស់លាស់ទី2អីវ៉ាន់ត្រូវតែមានគុណភាពពិតប្រាកដទី3ត្រូវពន្យល់អតិថិជនឲ្យបានច្បាស់លាស់មិនត្រូវនិយាយបំភ្លើសឬបោកប្រាស់ឡើយថៅកែគូបងមើលទៅមិនដូចជាអ្នករកស៊ីកំពេចកំពុកឡើយចុះដូចជាអ្វីទៅដូចជាអ្នកដែលចង់ធ្វើការងារធំដុំមិនមែនធ្វើដើម្បីបង្ហាញឲ្យគ្រួសារគូឃើញឬធ្វើឲ្យម្ដាយមីងស្ដាយក្រោយនោះទេគឺធ្វើដើម្បីកុំឲ្យជីវិតមួយនេះរបស់ខ្ញុំត្រូវអ្នកក៏ទេនិយាយមើលងាយៗថាខ្ញុំមិនសមគូឡើយក្រណាត់ម៉ូដថ្មីមកដល់ហើយប្រសិនបើបង្ហ៊ានសាកល្បងពួកយើងអាចផលិតអាវធំស្ដាងសម្រាប់រដូវផ្ការីកមួយកញ្ចប់ធំបានអាវធំស្ដាងសម្រាប់រដូវផ្ការីកប្រសិនបើពួកយើងហ៊ាននាំចេញទៅលក់មុនគេពួកយើងនឹងអាចក្តោបក្តាប់ទីផ្សារបដូររដូវនៅទីនេះនិងតំបន់ជុំវិញបានតែលើកនេះដើមទុនរបស់ពួកយើងគឺមិនគ្រប់គ្រាន់ឡើយបងអញចង់និយាយកំ pl ែងផងនិងចង់ខ្ចីលុយធ្វើចំនួនខោអាវផងមែនទេខ្ញុំមិនមែនមកសុំការអាណិតអាសូរពីបងឡើយនេះជាជ្រុនសាច់ប្រាក់របស់ខ្ញុំនេះជាវិកគេបត្រលក់ខោអាវបានជាង1000កំ pl របស់ខ្ញុំហើយក៏ជាការបញ្ជាទិញសម្រាប់រយៈពេល3ខែខាងមុខដែលអាចគ្រប់ដណ្ដប់បានដល់ទៅ3ស្រុកឯណោះទាំងនេះសុទ្ធតែជាអ្វីដែលលោកកត់ត្រាទុកដោយខ្លួនឯងមែនទេរាល់ថ្ងៃពេលរៀបចំទុកដាក់អីវ៉ាន់រួចទើបខ្ញុំកត់ត្រាទុកហើយអ្វីបានជាត្រូវកត់ត្រាលម្អិតម្ល៉េះពីព្រោះដើមទុនខ្ញុំតិចមិនអាចមានការខុសឆ្គងបានឡើយ
លោកចង់ខ្ចីប៉ុន្មាន30000លោកដឹងទេថា30000ជាចំនួនច្រើនប៉ុណ្ណាដឹងបាទខ្ញុំគ្រោងនឹងប្រើប្រាស់15000សម្រាប់កក់អាវធំរដូវផ្ការីក8000ជួរឃ្លាំងនិងពង្រីកទីផ្សារតាមតំបន់ជនបទ4000សម្រាប់ចរាចរណ៍ដឹកជញ្ជូនហើយ3000ដែលនៅសល់ទុកជាសាច់ប្រាក់បម្រុងបន្ទាន់តែហេតុអ្វីបានជាលោកគិតថាធនាគារនឹងផ្ដល់កម្ចីឲ្យលោកព្រោះខ្ញុំអាចសងវិញបានយុវជនមនុស្សដែលនិយាយថាអាចសងបានមានច្រើនណាស់នេះជាទីតាំងលក់បន្តតាមតំបន់ដែលខ្ញុំបានចរចារួចរាល់ហើយមាន17កន្លែងដែលក្នុងនោះ8កន្លែងអាចទូទាត់ជាប្រាក់សុទ្ធយកទំនិញភ្លាមហើយ9កន្លែងទៀតខ្ញុំមិនលក់ជំពាក់ទេគឺលក់សាកល្បងក្នុងបរិមាណតិចតួចតើនរណាជាអ្នកជួយរៀបចំគម្រោងនេះឲ្យលោកគឺខ្ញុំខ្លួនឯងបាទយោងតាមបទបញ្ញត្តិលោកគ្មានទ្រព្យសកម្មបញ្ចាំគ្មានការធានាពីស្ថាប័នផ្លូវការហើយអាយុក៏នៅក្មេងពេកដែរកម្ចីមួយនេះពិតជាពិបាកណាស់អរគុណលោកប្រធានធនាគារគូលោកមិនព្យាយាមបន្តិចទៀតទេលោកបាននិយាយថាពិបាកមិនមែនមិនអាចទៅរួចនោះទេតើមានន័យយ៉ាងម៉េចខ្ញុំនឹងត្រឡប់មកវិញនៅពេលដែលខ្ញុំមានការបញ្ជាទិញកាន់តែច្រើនលំហូរប្រាក់សុទ្ធកាន់តែច្រើនឬរកអ្នកធានាបានលោកពិតជាចេះអត់ធ្មត់ណាស់បើមិនចេះអត់ធ្មត់ទេខ្ញុំប្រហែលជាត្រូវគេជន់ឈ្លីស្លាប់បាត់ទៅហើយបានកម្ចីហើយឬនៅអត់ទេចុះទំនិញសម្រាប់រដូវផ្ការីកធ្វើមិនទៅមិនផ្ដល់កម្ចីយើងនឹងប្រមូលលុយដោយរបៀបណាខោអាវមិនទាន់ធ្វើចេញផងតើនរណានឹងព្រមឲ្យលុយមុនគ្មាននរណាម្នាក់ព្រមចំណាយលុយលើខោអាវដែលមិនទាន់ឃើញនោះទេប៉ុន្តែមានមនុស្សខ្លះនឹងព្រមចំណាយលុយសម្រាប់ឱកាសដែលអាចរកលុយបានពិតប្រាកដទំនិញក៏មិនទាន់មានហ៊ានទទួលប្រាក់កក់ផងចុះបើលោកឯងរត់គេចខ្លួនទៅបើទំនិញមិនមកដល់តាមការកំណត់ខ្ញុំនឹងសងប្រាក់កក់វិញទ្វេដងថៅកែគូខ្ញុំជឿជាក់លើលោកទុកឲ្យខ្ញុំ$មួយសម្រាប់ខ្ញុំពាក់មួយទៀតសម្រាប់អូនប្រុសខ្ញុំខោអាវរបស់លោកថតរូបទៅស្អាតណាស់ខ្ញុំក៏កក់មួយដែរខ្ញុំកក់$20សិនបើលក់ដាច់ចាំយកថែមជាង6000មិនគ្រប់គ្រាន់ទេប៉ុន្តែវាអាចចាប់ផ្ដើមសម្រាប់ប្រាក់កក់ដំបូងបានហើយគូចាំងជួនឯងឈួតហើយ$1000តើឯងអាចលក់អស់ទេលក់អស់$1000គ្រប់គ្រាន់ទេមិនគ្រប់គ្រាន់ទេមិនគ្រប់គ្រាន់ផងហ៊ានបញ្ជាទិញដែរខ្ញុំបង់ 30% មុនហើយប្រាក់ដែលនៅសល់នឹងទូទាត់ជា2លើកថៅកែចៅខ្ញុំមិនមែនមកសុំទំនិញដោយគ្មានអ្វីតតែសោះនោះទេខ្ញុំទទួលបានប្រាក់កក់ពីការលក់មុនរួចហើយទីផ្សារកំពុងរង់ចាំបើលោកមិនហ៊ានធ្វើទេខ្ញុំនឹងរកអ្នកផ្សេងឯងពិតជាចេះបង្ខំគេមែនមិនអីទេប្រាក់កក់ 30% ប៉ុន្តែខ្ញុំត្រូវការកិច្ចសន្យាល្អណាស់ខ្ញុំក៏ត្រូវការវាដែរ$1000ឯណោះខ្លាចទេខ្លាចខ្ញុំក៏ខ្លាចដែរប៉ុន្តែអ្វីដែលយើងខ្លាចមិនមែនជាទំនិញច្រើនពេកនោះទេគឺការបាត់បង់ឱកាសក្នុងរដូវកាលនេះតើទំនិញបន្ទាប់នឹងមកដល់ពេលណាឯងលក់អស់ពិតមែនឬលក់អស់ហើយប៉ុន្មានថ្ងៃ7ថ្ងៃឯងនៅចង់ខ្ចី30,000ទៀតឥឡូវនេះខ្ញុំចង់បាន50,000ទីផ្សាររដូវផ្ការីកបានបង្ហាញឲ្យឃើញហើយបន្ទាប់មកខ្ញុំនឹងចុះបញ្ជីក្រុមហ៊ុនមិនមែនជាហាងសម្លៀកបំពាក់ Changchuan ទេប៉ុន្តែជាក្រុមហ៊ុន Changchuan Apparel Co. Ltd. ខ្ញុំអាចជួយឯងរីកាទៅថ្នាក់លើបានប៉ុន្តែការអនុម័តប្រហែលជាមិនប្រាកដទេអរគុណប្រសិនបើវាដំណើរការតើឯងចង់ធ្វើអ្វីជាងគេជ្រើសរើសបុគ្គលិកហេតុអ្វីពីព្រោះខ្ញុំធ្វើការម្នាក់ឯងមិនអាចបង្កើតម៉ាកយីហោបានទេប៉ុន្តែប្រសិនបើមនុស្សមួយក្រុមធ្វើវាជាមួយគ្នាគឺអាចធ្វើបានថៅកែកែលើកនេះខ្លាចជាថៅកែពិតប្រាកដហើយថៅកែមិនមែនគ្រាន់តែជាឈ្មោះហៅក្រៅនោះទេគឺត្រូវបើកប្រាក់ខែឲ្យបុគ្គលិកប្រគល់ទំនិញឲ្យអតិថិជននិងសងលុយធនាគារវិញស្ដាប់ទៅគួរឲ្យខ្លាចណាស់ដូច្នេះហើយមិនអាចធ្វេសប្រហែសបានទេ
កម្ចីធនាគារចុងក្រោយអនុម័តតែ30,000 ទេមិនមែន50,000 ទេ តើរោងចក្រផ្ទាល់ខ្លួននេះអាចទុកចិត្តបានទេតើអាចបើកប្រាក់ខែរាល់ខែបានទេមិនមែនធ្វើការបានពីរបីថ្ងៃហើយរត់ចោលទេដឹង ទី1ប្រាក់ឈ្នួលគិតតាមចំនួនការងារនិងមានភាពច្បាស់លាស់ទី2បើកប្រាក់ខែរៀងរាល់ថ្ងៃទី10នៃខែដោយគ្មានការពន្យាពេលទី3ទំនិញដែលមិនគ្រប់ស្តង់ដារគុណភាពមិនអនុញ្ញាតឲ្យចេញពីរោងចក្រឡើយ ឯងនៅក្មេងយ៉ាងនេះនិយាយម៉ាត់ណាគឺម៉ាត់នឹងមែនទេ បាទពិតមែនហើយ ហេតុអ្វីត្រូវជឿឯង ដោយសារតែរោងចក្រនេះត្រូវបានចុះបញ្ជីនៅការិយាល័យឧស្សាហកម្មនិងពាណិជ្ជកម្មដោយសារតែខ្ញុំជំពាក់លុយធនាគារខ្ញុំរត់មិនរួចទេហើយប្រសិនបើខ្ញុំយឺតយ៉ាវក្នុងការបើកប្រាក់ខែអ្នកទាំងអស់គ្នាអាចទៅប្តឹងខ្ញុំនៅមន្ទីរការងារបាន ខ្ញុំឈ្មោះសុងហ្គេវែងធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរស្រុកអស់រយៈពេល10ឆ្នាំមកហើយ បងស្រីសងប្រសិនបើបងព្រមមកធ្វើការខ្ញុំនឹងឲ្យបងធ្វើជាប្រធានក្រុម ឯងមិនខ្លាចខ្ញុំគ្រប់គ្រងមិនបានទេអី ខ្ញុំគ្រាន់តែមើលដៃរបស់បងក៏ដឹងដែរថាបងធ្លាប់កាន់ក្រណាត់ធ្លាប់ជាន់ម៉ាស៊ីននិងធ្លាប់ដេររោងចក្រត្រូវការមនុស្សដែលចេះការងារច្បាស់លាស់ ចុះប្រាក់ខែវិញយ៉ាងម៉េចដែរ ប្រាក់ខែគោបូករួមទាំងការងារគិតតាមចំនួនផលិតមិនតិចជាងរោងចក្រចាស់នោះទេ បើករាល់ខែមែនទេ បើករាល់ខែ មិនអីទេខ្ញុំនឹងសាកល្បងមើល បងយ៉ាមានបញ្ហាតូចតែខ្លះអតិថិជនប្រហែលជាមើលមិនឃើញទេអតិថិជនប្រហែលជាមើលមិនឃើញនៅពេលដំបូងប៉ុន្តែពាក់បាន3ដងពួកគេនឹងដឹងហើយពួកយើងអាចបោកប្រាស់បានម្ដងប៉ុន្តែមិនអាចបោកប្រាស់បានមួយជីវិតនោះទេ ថៅកែតូចគេនេះពិតជាមិនធម្មតាមែន រាល់ពេលដែលបន្ថែមមនុស្សម្នាក់ត្រូវតែគណនាអំពីសមត្ថភាពផលិតការបញ្ជីទិញនិងលំហូរសាច់ប្រាក់ជាមុនសិនប្រសិនបើខ្សែសង្វាក់ហិរញ្ញវត្ថុត្រូវបានកាត់ផ្តាច់រោងចក្រនឹងត្រូវបាត់បង់ភ្លាមខ្ញុំនឹងមិនប្រព្រឹត្តកំហុសដែលនេះជាដាច់ខាត